មានបងប្អូនស្រីៗយើងឆាតទៅប្តីខ្ញុំ ហើយសួស្តីបងសំឡាញ់ ខ្ញុំនិយាយមែនណាពួកយើងក្លាហានក្នុងការឆាតជាមួយអ្នកដទៃខ្ញុំពិតជាគាំទ្រប៉ុន្តែបើសិនជាឃើញគេតាំង profile ប្រពន្ធគេហើយជាមួយនឹងគាត់ហើយមានន័យថាគាត់មានដៃគូហើយយើងកុំឆាតហើយម្យ៉ាងទៀតយល់ល្អបើយើងឆាតគួរតែឆាតនៅក្នុង dating ពីព្រោះអី dating គឺ make sure ថាអ្នកនឹងអត់មានសង្សារអ្នកនឹងអត់មានប្តីការដែលយើងឆាតនៅក្នុង social media example Facebook ឬក៏ IG ឬក៏សង្គម X ដែលយើងអាច clarify ថាបុគ្គលហ្នឹងគាត់ single ឬក៏អត់អញ្ចឹងនៅពេលដែលយើងឆាតបែបហ្នឹងវាអត់ធូរឡាយវាអត់ទៅជាល្អមើលទេនេះបងនិយាយមែនណាបងអត់តិចថាបងខឹងឬក៏បងប្រច័ណ្ឌអត់ទេអត់ខឹងតែអត់ប្រច័ណ្ឌទេប៉ុន្តែពេលដែលយើងធ្វើបែបហ្នឹងធ្វើឲ្យប្តីបងគាត់បែរជាគិតថាអូមិនក៏នារីខ្មែរគាត់ធ្វើអញ្ចឹងអឺខ្ញុំគិតថាប្រហែលជាមានមួយក្នុងចំណោម100 1000 100,000ទេដែលបែបនោះប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ដាំទៅលក្ខខណ្ឌបែបហ្នឹងកុំធ្វើអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ឆាតជាមួយនឹងដៃគូជនជាតិបរទេសដែលយើងច្បាស់ថាគេកំពុងតែស្វែងរកដៃគូដូចគ្នាគួរតែលេងនៅក្នុង app dating ពីព្រោះនៅក្នុង app dating គឺ make sure ថាបុគ្គលហ្នឹងគឺគាត់កំពុងតែស្វែងរកដៃគូដូចគ្នាអញ្ចឹងនៅពេលដែលយើងឆាតទៅគេឬគេឆាតមកយើងគឺយើងច្បាស់ថាយើងគឺ open mind ក្នុងរឿងទាំងអស់នោះតែកាលណាយើងឆាតនៅក្នុងsocial media ផ្សេងទៀតគឺយើងអត់ clarify ទេកាលណាដែលយើងឆាតទៅបែបហ្នឹងគឺវាមិនអាក្រក់គេទេណាគឺវាប៉ះពាល់ខ្លួនឯងខ្ញុំនិយាយមែនណាខ្ញុំនិយាយនេះគឺចង់រក្សាកិត្តិយសជាពិសេសកិត្តិយសនារីខ្មែរទៅវិញទេព្រោះបើយើងចង់លេងយកដៃគូឆាតនៅក្នុងអេបអូខេជឿខ្ញុំនិយាយមែនធ្វើអញ្ចឹងគឺល្អមិនល្អសម្រាប់គេគឺល្អសម្រាប់ខ្លួនឯង